វិលមកជួបព័ត៌មានក្តៅទៀតហើយព័ត៌មានទៅចេញថ្មីបន្ទាន់បាទនៅថ្ងៃទី25ខែសីហាយើងនេះហើយអង់គ្លេសគឺជាសម្ព័ន្ធមិត្តហើយក៏ជាប្រជាធិបតេយ្យគឺជាប្រទេសប្រជាធិបតេយ្យមួយដែរហើយអង់គ្លេសគឺជាប្រទេសមហាអំណាចមួយតាំងពីដើមមករហូតមកដល់បច្ចុប្បន្នដោយបងប្អូនបានដឹងស្រេចហើយឃើញអង់គ្លេសនៅស្ងាត់ក៏ប៉ុន្តែមិនមែនគេអត់មានអាវុធការពារខ្លួនទេគេមានដោយបារាំងដោយអីហ្នឹងគឺគ្រាន់ចេញមុខចេញមាត់ខ្លះប៉ុន្តែអង់គ្លេសនៅស្ងៀមមិនសូវចេញមុខចេញមាត់ទេប៉ុន្តែជាក់ស្ដែងគេមានអាវុធទំនើបជាច្រើនដែលគេការពារខ្លួនបាទទោះបីរុស្ស៊ីធ្លាប់គម្រាមកន្លងមកក៏អង់គ្លេសមិនដែលបាទមានការភ័យខ្លាចភ័យព្រួយអីដែរបាទពីព្រោះគេត្រៀមអាវុធយូរហើយបាទមិនស្ងាត់ទេណាមិនស្ងាត់ទេហើយយើងបើសិនជាយើងស្ងាត់យើងអត់មានអាវុធក៏ប៉ុន្តែគេស្ងាត់អត់គេមានន័យថាសកម្មភាពគេនៅតែមានយើងមិនធ្វើការប្រៀបធៀបទេយើងចូលទៅដល់ហើយព័ត៌មានដែលយើងទៅទទួលបានថ្មីហើយអង់គ្លេសប្រកាសគ្រប់គ្រងអ៊ុយក្រែនដោយគ្មានងាករេបើទោះបីជារុស្ស៊ីមានព្រមានពីផលវិបាកដ៏ធ្ងន់ធ្ងរអញ្ចឹងមានន័យថាគាត់ទៅរុស្ស៊ីព្រមានភ្លាមមានន័យថាអង់គ្លេសបើយើងនិយាយពាក្យអាក្រក់ស្ដាប់មិនថារឹតតែផ្កើនមានន័យថារឹតតែជួយអ៊ុយក្រែនគាត់នៅរុស្ស៊ីប្រកាសហ៊ានជួយអត់បានគឺមានន័យថាអង់គ្លេសប្រកាសគ្រប់គ្រងអ៊ុយក្រែនតែម្ដងបាទជួយទាំងសព្វាអាវុធជួយទាំងកម្លាំងយោធាបាទអញ្ចឹងបន្ទាប់ពីរងការវាយប្រហារដ្រូនដ៏ប្រសិទ្ធប្រសាចតាំងពីចុងសប្តាហ៍មុនរុស្ស៊ីតាមរយៈអគ្គរដ្ឋទូតរបស់ខ្លួននៅទីក្រុងឡុងបានគម្រាមអង់គ្លេសពីផលវិបាកដ៏ធ្ងន់ធ្ងរប្រសិនបើប្រទេសនេះបន្តផ្ដល់ដ្រូនទៅជួយអ៊ុយក្រែនបន្តទៀតពាក្យគម្រាមរបស់ម៉ូស្គូកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថាដ្រូនរបស់អង់គ្លេសត្រូវបានអ៊ុយក្រែនប្រើដើម្បីបាញ់ចូលជ្រៅទៅវាយប្រហារផលប្រយោជន៍របស់រុស្ស៊ីនៅក្នុងតំបន់ម៉ូស្គូចឹងរុស្ស៊ីឆាប់ខឹងក្រេវក្រោធគំរាមអង់គ្លេសខ្លាំងពីផលវិបាកដ៏ធ្ងន់ធ្ងរបន្ទាប់ពីមានការចុះផ្សាយរបស់កាសែតក្នុងស្រុកអង់គ្លេសថាដ្រូនផលិតដោយក្រុមហ៊ុនអង់គ្លេសចំនួន2ត្រូវបានអ៊ុយក្រែនយកទៅប្រើដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ីបើតាមកាសែតអង់គ្លេស Sunday Times អ៊ុយក្រែនបានប្រើដ្រូនរបស់អង់គ្លេសនៅក្នុងប្រតិបត្តិការវាយប្រហារចូលទៅជ្រៅនៅក្នុងទឹកដីរុស្ស៊ីដោយផ្ដោតសំខាន់ទីតាំងយោធានិងរោងចក្រឧស្សាហកម្មគន្លឹះរបស់រុស្ស៊ីក្នុងនោះមានទីតាំងចម្រាញ់ប្រេងនិងឃ្លាំងស្តុករបស់ក្រុមហ៊ុនលក់អនឡាញ Valkyrie ដែលអ៊ុយក្រែនចោទថាជាប្រភពផ្គត់ផ្គង់គ្រឿងបរិក្ខារផលិតដ្រូនរបស់កងទ័ពរុស្ស៊ីយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC ការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើដ្រូនអង់គ្លេសបានធ្វើឲ្យរុស្ស៊ីខាតបង់ប្រាក់ប្រមាណជា35,000 លានផោននៅក្នុងសេចក្តីថ្លែងការណ៍ល្ងាចថ្ងៃច័ន្ទទី17សីហាស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងឡុងបានចោទប្រកាន់រដ្ឋាភិបាលអង់គ្លេសថាបានឃុបឃិតនិងចូលដៃវាយប្រហារដោយចេតនាដើម្បីបង្កចំនួនស្ថានទូតរុស្ស៊ីនៅបានព្រមានថាប្រសិនបើអង់គ្លេសនៅជួយគ្រប់គ្រងអ៊ុយក្រែនកាន់តែច្រើននោះអង់គ្លេសនឹងបាក់កាន់តែធ្ងន់ធ្ងរផងដែរអ្នកតំណាងរុស្ស៊ីមិនបានលម្អិតពីផលវិបាកនោះទេថាក៏ប៉ុន្តែចំពោះនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសគ្មានថ្ងៃចុះញោមនឹងពាក្យគម្រាមដែលអង់គ្លេសនៅតែបន្តជួយអ៊ុយក្រែនដោយឥតនិរេដើម្បីជួយឲ្យអ៊ុយក្រែនឈ្នះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនេះផងដែរកាលពីខែមេសាកន្លងទៅក្រសួងការពារជាតិអង់គ្លេសបានប្រកាសផ្ដល់ទៅឲ្យអ៊ុយក្រែននៅដ្រូនចំនួន 15,000 គ្រឿងបាទច្រើនមែនតែន 15,000 គ្រឿងនិងឧបករណ៍បំបាក់សមត្ថភាពប្រព័ន្ធការពារដែនអាកាសព្រមទាំងមីស៊ីលបណ្ដែតដ៏ទំនើបចុងក្រោយដែលផលិតដោយការចំណាយតិចបំផុតកន្លងមករុស្ស៊ីធ្លាប់តវ៉ាគម្រាមកំហែងអង់គ្លេសជាញឹកញាប់បន្ទាប់ពីអង់គ្លេសផ្ដល់គ្រឿងវត្ថុធាតុដើមទៅឲ្យអ៊ុយក្រែនប្រើដើម្បីផលិតដ្រូនក៏ប៉ុន្តែនេះជាលើកទី1ហើយដែលរុស្ស៊ីក្រៅពីក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងព្រោះថាដ្រូនរបស់អង់គ្លេសត្រូវបានអ៊ុយក្រែនយកទៅបាញ់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសម្លាប់មនុស្សច្រើននៅក្នុងតំបន់ម៉ូស្គូ
បើតាមមកពិបាលក្រុងម៉ូស្កូអ៊ុយក្រែនបានបាញ់ដ្រូនដល់ប្រសាចប្រមាណជា600គ្រឿងសម្ដៅទៅកាន់ទីក្រុងម៉ូស្កូនិងតំបន់ជុំវិញដែលមានដ្រូនប្រមាណជា180ប៉ុណ្ណោះដែលរុស្ស៊ីអាចបាញ់ស្ទាក់បានបាទ600គ្រឿងហើយបាញ់ធ្លាក់តែ180គ្រឿងទេបាទច្រើនមែនតែនច្រើនមែនតែនចឹងបានជារុស្ស៊ីនឹងគាត់ខឹងក្តៅស្លឹកជាខ្លាំងមែនតែនក៏ប៉ុន្តែគាត់គម្រាមអង់គ្លេសហើយគម្រាមទៀតបើតែជាទូទៅយើងដឹងហើយថាពីមុនអង់គ្លេសគឺជាមហាអំណាចហើយវាយឈ្នះទាំងអាមេរិកទៀតកាលពីមិនទាន់មានសម្ព័ន្ធមិត្តហើយដល់ពេលឥឡូវខ្លាយទៅជាសម្ព័ន្ធមិត្តហើយក៏គេនៅតែខ្លាំងដែរទោះបីថាការផលិតដ្រូនឬក៏ផលិតមីស៊ីលផ្សេងគឺប្រទេសប្រជាធិបតេយ្យហ្នឹងគឺត្រូវបានអនុញ្ញាតដោយអាមេរិកចឹងរហូតមកដល់ពេលនេះមានន័យថារុស្ស៊ីគាត់កំពុងតែក្តៅស្លឹកត្រចៀកខ្លាំងមែនតើហើយពីព្រោះអីពីព្រោះZelensky សូមជំនួយពីបារាំងផងបាទសម្ព័ន្ធមិត្តប្រជាធិបតេយ្យហ្នឹងយើងមានច្រើនណាស់បើយើងមើលទៅលើពិភពលោកប្រទេសកុម្មុយនីសមានតិចណាស់អញ្ចឹងបើតែខ្លាំងមែនក៏ប៉ុន្តែមានតិចហើយបើយើងមើលប្រទេសប្រជាធិបតេយ្យគេសាមគ្គីគ្នាបានល្អមិនមែនថាលើកតម្កើងយ៉ាងម៉េចទេប៉ុន្តែជាក់ស្ដែងZelenskyបានស្នើសុំទៅបារាំងផ្ញើដ្រូនឲ្យផ្ញើសារពាអាវុធឲ្យហើយត្រូវការលុយវត្ថុធាតុដើមផ្ញើឲ្យហើយត្រូវការអង់គ្លេសបាទទៅស្នើសុំអង់គ្លេសជួយបាទជាប្រទេសប្រជាធិបតេយ្យអញ្ចឹងកាលពីខែមេសាកន្លងទៅហ្នឹងក្រសួងការពារជាតិអង់គ្លេសបានប្រកាសផ្ដល់ទៅអ៊ុយក្រែននៅចំនួន150,000គ្រឿងទៀតហើយនឹងឧបករណ៍បំពាក់សមត្ថភាពប្រព័ន្ធការពារដែនអាកាសព្រមទាំងមីស៊ីលបណ្ដែតដ៏ទំនើបចុងក្រោយដែលផលិតដោយចំណាយតិចបំផុតកន្លងមករុស្ស៊ីធ្លាប់តវ៉ាគម្រាមអង់គ្លេសជាញឹកញាប់បន្ទាប់ពីអង់គ្លេសផ្ដល់គ្រឿងវត្ថុធាតុដើមទៅឲ្យអ៊ុយក្រែនប្រើដើម្បីផលិតដ្រូនក៏ប៉ុន្តែទោះជាលើកទី1ដែលរុស្ស៊ីក្តៅស្លឹកត្រចៀកខ្លាំងព្រោះថាដ្រូនរបស់អង់គ្លេសត្រូវបានអ៊ុយក្រែនយកទៅបាញ់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសម្លាប់មនុស្សជាច្រើននៅក្នុងតំបន់ម៉ូស្កូជាដើមបាទនៅក្នុងទីក្រុងម៉ូស្កូបើតាមអភិបាលក្រុងម៉ូស្កូអ៊ុយក្រែនបានបាញ់ដ្រូនដល់ប្រាសាទប្រមាណជា600គ្រឿងសម្ដៅទៅទីក្រុងម៉ូស្កូនិងតំបន់ជុំវិញហើយមានដ្រូនប្រមាណជា180ប៉ុណ្ណោះដែលរុស្ស៊ីអាចបាញ់ស្ទាក់បានចំណែកសល់ពីនេះបានផ្ទុះធ្លាក់បំផ្លាញអគារនិងសម្លាប់មនុស្សយ៉ាងតិច7នាក់ចឹងតាក់ទងជាមួយនឹងដ្រូន700គ្រឿងហើយរុស្ស៊ីបាញ់ទម្លាក់ទៅបានតែ150នាក់ទេយើងនៅសល់500បាទ400ទៀតជាងទៀតចឹងកំតិចហេដ្ឋារចនាសម្ព័ន្ធជាច្រើនជាពិសេសគឺឃ្លាំងដែលផ្ដល់ជំនួយផលិតអាវុធបាទអញ្ចឹងយើងឃើញថានេះគឺជារូបភាពមួយដែលរុស្ស៊ីខឹងខ្លាំងមែនទែនបាទចំពោះសម្ព័ន្ធមិត្តអ៊ុយក្រែនដែលបានជួយយ៉ាងផុសផុលបាទកាន់តែគម្រាមបាទអង់គ្លេសឃើញនៅស្ងៀមដោយបងប្អូនដឹងហើយមិនសូវលូកដៃនៅក្នុងសង្គ្រាមពិភពលោកប្រមាណនេះកន្លងមកប៉ុន្តែបើនៅក្នុងប្រវត្តិសាស្ត្រអង់គ្លេសគឺខ្លាំងណាស់ឈ្នះទាំងអាមេរិកឈ្នះអីជាមហាអំណាចទី1កាលពីកន្លងមកក៏ប៉ុន្តែក្រោយមកក៏អង់គ្លេសក៏នៅតែជាមហាអំណាចទោះបីថាមិនមែនជាមហាអំណាចទី1ក៏ប៉ុន្តែនៅតែខ្លាំងប៉ុន្តែថ្មីនេះឃើញមានអង់គ្លេសលូកដៃជួយអ៊ុយក្រែនខ្លាំងមែនទែនដែលអាមេរិកកន្លងមកមានបញ្ហាជាមួយរុស្ស៊ីអង់គ្លេសក៏មិនសូវបានលូកដៃលូកជើងខ្លាំងអញ្ចឹងដែរក៏ប៉ុន្តែនេះបង្ហាញថាគឺជួយអ៊ុយក្រែនខ្លាំងមែនទែនបាទបញ្ជូនដ្រូនដល់ទៅ600គ្រឿងបាទច្រើនមែនទែនចឹងអរគុណបងប្អូនទាំងអស់គ្នាហើយចាំជួបគ្នានៅព័ត៌មានក្រោយផងដែរបាទអរគុណច្រើន